ទឹកដៃខ្មែរក្រោមយើងបងប្អូនកូនខ្មែរកោពិតតែម្ដងចម្លាក់វិចិត្រល្អប្រណិតមែនតែនណាមិនសរសើរមិនបានទេលោកអើយអូយបងប្អូនព្រឺរងពីប្រូបានមកដល់កន្លែងដែលចង់ឃើញយូរហើយគឺនៅវត្តស្លែងមានជ័យនៅខេត្តព្រះតាពាំងកម្ពុជាក្រោមខ្មែរដែរមែនចារៀននៅហ្នឹងណាចារៀននៅហ្នឹងយើងលោកបងអ្នកជាងខ្មែរសិតតាជាងខ្មែរជាងខ្មែរយើងក្រោមហ្នឹងហើយជាងយួនអត់ចេះបូកបាច់បាទគេធ្វើបងកណាបាននៅកបូកបាច់មិនចេះកណាលោកបងឃើញថ្មីក៏ពិតមែនក៏ប៉ុន្តែនេះគឺជាវត្តអារាមដ៏ចំណាំមួយនៅខេត្តព្រះតាពាំងកម្ពុជាក្រោមបច្ចុប្បន្ននេះគឺជាសំណង់ដ៏ប្រណិតអស្ចារ្យមួយសម្រាប់បងប្អូនកម្ពុជាក្រោមហើយក៏តាក់ទាញបានទេសចរច្រើនដែរហើយឃើញមានជនជាតិវៀតណាមដែលគាត់មកតែងសម្លៀកបំពាក់បែបខ្មែរថតទៅនៅទីនេះច្រើនខ្ញុំឃើញតាមរយៈ TikTok ជាដើមមែនតែនទៅខ្ញុំមកដល់ទីនេះគឺពិតជាមានអារម្មណ៍ថាសប្បាយរីករាយពីព្រោះថាវត្តអារាមនៅកម្ពុជាក្រោមមិនត្រឹមតែជាទីតាំងសាសនានោះទេក៏ប៉ុន្តែគឺជាសាលារៀនអក្សរសាស្ត្រគឺជាកន្លែងអភិរក្សវប្បធម៌មជ្ឈមណ្ឌលទេសចរវប្បធម៌ជាដើមជួបបងប្អូនខ្មែរយើងជួបបងប្អូនដែលគាត់នៅការដ្ឋានកំពុងតែសាងសង់ខ្ញុំស្រែកសួរខ្មែរមែនបងគាត់ប្រាប់ថាខ្មែរតាមកពីណាសួរសុកទុកឲ្យក៏បានលោកបងបានសង្កេតការថាអូសុទ្ធតែខ្មែរយើងជាអ្នកធ្វើស្ថាបត្យករក៏ខ្មែរយើងដែរដូច្នេះបញ្ជាក់ជូនបងប្អូននេះគឺវត្តស្លែងចាស់ដែលមានចម្ងាយពីកណ្ដាលទីប្រជុំជនខេត្តព្រះតាពាំងប្រហែលជាខ្ទង់20គីឡូជាងបងប្អូនខ្ញុំជិះទៅរៀងឆ្ងាយដែរដូចជា40នាទីដោយសារតែខ្ញុំជួលម៉ូតូទៅបច្ចុប្បន្ននៅខេត្តត្រាវិញប្រទេសវៀតណាមនឹងឯងនៅតាមផ្លូវទៅក៏បានចូលញ៉ាំអីជួបបងប្អូនយើងគាត់ជាអ្នកលក់ខ្មែរដែរគាត់លេងសាច់មកខ្ញុំសប្បាយមែនតើបងប្អូនហើយដូចមើលចឹងអូយទៅដើរលេងចែងចែកគឺញ៉ាំអាហារជូរហិលផ្អាប់គ្រឿងកំប៉ុងអីច្រើនមែនតើអត់បណ្ដៃដៃទេអញ្ចឹងត្រូវតែមានមិត្តចិត្តស្និទ្ធ PE Max នៅជាប់ខ្លួនជានិច្ច PE Max គឺជាថ្នាំព្យាបាលកាពះដ៏មានប្រសិទ្ធភាពមួយអ្នកដែលមានបញ្ហាកាពះចុកឆ្អល់ភើជូររលាកកាពះអីហ្នឹងគឺពិសា PE Max ទៅគឺមានប្រសិទ្ធភាពលឿនមែនតើចូលចិត្តដើរលេងដូចខ្ញុំមកទិញទុកទៅបងប្អូនឬក៏បងប្អូននៅភ្នំពេញនៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជាគឺអាចរកទិញបាននៅតាមឱសថស្ថាននានាបានស្គាល់វត្តនេះយូរតាមរយៈបងប្អូនយើងផងក្បាច់ក្បូររចនាស្អាតមែនតើដូច្នេះបងប្អូនអាចមើលបន្ថែមបានពីលក្ខណៈពិសេសនៃស្ថាបត្យកម្មមួយនេះជាពិសេសគឺស្រះទឹកនិងរូបដំរីទាំង4នេះគឺមានបាញ់ទឹកបងប្អូនលោកបងបានប្រាប់មកបែបនេះអាចមើលបន្ថែមបានបងប្អូនដោយសារតែប្រណិតស្អាតពេកមិនដឹងថារៀបរាប់ពីណាទៅណានោះទេបញ្ជាក់ជូនបងប្អូនដែរបើយោងទៅតាមឯកសារមួយចំនួនវត្តស្លែងចាស់នេះសង់តាំងពីឆ្នាំ1650អញ្ចឹងមកដល់ពេលនេះគឺ370ឆ្នាំយូរមែនតើហើយដូចជាសសរនៅខាងក្នុងដែលខ្ញុំប្រាប់បងប្អូនហ្នឹងគឺជាសសរដែលនៅសល់ពីសំណង់ដើមតែម្ដងហើយវត្តស្លែងចាស់នេះតាមពីដើមមកគេថាមានដើមស្លែងដុះនៅជុំវិញអីច្រើនអញ្ចឹងទៅគេហៅបន្តមកបែបនេះហើយខ្ញុំចង់ឲ្យបងប្អូនទៅស្ដាប់សង្កេតការរបស់លោកបងដែលបានរៀបរាប់រាយរាប់តាក់ទងជាមួយនឹងការសិក្សារៀនសូត្ររបស់បងប្អូនខ្មែរកម្ពុជាក្រោមយើងដែលគាត់បានរៀនហើយបើអធិស្ឋានផងបើសំឡេងអីឮមិនសូវច្បាស់ដោយសារតែនេះក៏គ្រាន់តែជាការទៅសួរសុខទុក្ខអញ្ចឹងអត់មានត្រៀមដូចជាទៅសូត្រ thing អីឲ្យមានភាព professional អីទេក៏ប៉ុន្តែខ្ញុំគិតថាបងប្អូនអាចស្ដាប់និងក្តោបយកអត្ថន័យទាំងអស់នេះបានមកឡានតែលោកបងហើយមកដល់នេះជួលម៉ូតូគេជិះមកមិនតាន់រួចគ្រាន់នៅបន្ទប់ធ្វើយូរណាស់លោកបងចូលខែក្តៅ2ឆ្នាំនេះពីដើមឡើងមែនអញ្ចឹងលោកបងណ៎អត់ទេស្ទែហ្នឹងពីដើមមកធម្មតាយើងនឹងទៅប្រកែប្រែមកហ្នឹងយើងធ្វើថ្មីធ្វើមកក្រៅថ្មីខាងក្នុងសសរនេះសសរបុរាណយើងសសរបុរាណតែរូបរាងដំបូលអីពីដើមគឺអញ្ចឹងលោកបងពេលដើមថាខាងទឹមដំបូលឡើងគេលើហ្នឹងពេលដើមបងក្នុងទឹមសម្រាប់ទឹមព្រះអង្គក្នុងឆោហ្នឹងយើងកែមកថ្មីដោយសារយើងលើកសសរតម្កល់ឡើងទៅលើកណាលោកបងតែពីដើមមកគឺវត្តស្លែងចាស់ហ្នឹងគឺតាំងពីណាពីណីមកហ្មងហ្នឹងហើយតាំងពីនៅនេះជាខ្មែរយើងហ្នឹងហើយលោកបងជូនខ្ញុំដើរមើលកន្លែងនេះតែយើងចែកតាមថ្នាក់ដែរលោកបងថ្នាក់តាមថ្នាក់នឹងលើគេកែថាសាលាបឋមសាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី1ឡាពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី2ទី3ហើយនឹងគេហៅទី4គេហៅបាលីរងទេបឋមសិក្សា
បាក់បឋមមធ្យមសិក្សា មធ្យមបើខ្មែរណាក់ទី7ហ្នឹងដាក់ពី6នៅស្រុកហ្នឹងគេយកពីទី6ឡើងទៅទី6ទី7ទី8ទី9ហើយមិន ទុតិយ ទុតិយៈហើយទុតិយៈសាលាពុទ្ធិកៈមធ្យមសិក្សាទុតិយៈភូមិឆ្នាំទី1ទី2ទី3ដាក់ទី10ទី11ទី12គេប្រើនៅក្នុងវិញនេះគេđangដាក់ធាត់អស់បានធាត់ច្បាស់យ៉ាងផ្នែកការសម្រាប់សាលាពុទ្ធិកៈសិក្សាផ្នែកការសម្រាប់សិក្សានៅសិស្សទាំងអស់អូនៅនេះថ្នាក់ធំរបស់បងมันមានទីខុសហើយ ទុតិយភូមិ ទុតិយភូមិ ស្មើនឹងទី11ទី11នេះមិនភីខុសទេភីខុស នៅស្រុកខ្មែរយើងប្រឡងទី12ហើយ នឹងជារៀបអានបរមាធិបាយមង្គលគណិតអង់គ្លេសកំណាព្យបរិមោសាសនាស្កលអក្សរសាស្ត្រ10វិញ្ញាសាស្ត្រ 10មុខ អង់គ្លេសក៏គ្រូ ប៉ុណ្ណឹងបងណាហើយមួយវិញទៀតខ្ញុំមិនដឹងថាខ្ញុំអាចជួយនៅក្នុងទម្រង់បែបណាបានទេវត្តស្លែងចាស់គឺត្រូវការបដិមាចំនួន3បន្ថែមទៀតដូចជាព្រះបាទជ័យវរ្ម័នទី7ជាដើមអញ្ចឹងបងប្អូនបើសិនជាមានអ្នកមានសទ្ធាជ្រះថ្លាអាចចូលរួមបានអីបងប្អូនអាចតាក់ទងទៅកាន់ Facebook page វត្តស្លែងចាស់បាន